សម្ដេចតេជោហ៊ុនសែនឆ្លើយតបទៅកាន់ក្រុមជ្រុលនិយមថៃថាកម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃឡើយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃប្រជាណាចក្រកម្ពុជាបានបង្ហោះសារនាយប់ថ្ងៃទី30ខែឧសភាឆ្នាំ2025នេះថានៅក្នុង Facebook របស់ខ្ញុំត្រូវបានពួកជ្រុលនិយមចូលមកជេរប្រមាថដែលចេតនាចង់បំផ្លាញទំនាក់ទំនងល្អរវាងរាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកម្ពុជាថៃចង់ដុតកម្ដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរក៏មានប្រជាជនថៃមួយចំនួនចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើងជៀសវាងការវង្វេងប្រវត្តិសាស្ត្រខ្ញុំសូមបញ្ជាក់លើ3ចំណុចដូចខាងក្រោមតំបន់មុំបីនេះជាទឹកដីកម្ពុជានឹងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀតមានន័យថាមុន MOU ឆ្នាំ2000ប្រហែល13ឬ14ឆ្នាំអន្តៈប្រហែលជាអាចធ្វើសាក្សីបានហើយបើមិនច្បាស់កម្ពុជានិងថៃអាចព្រមព្រៀងគ្នាយកបញ្ហានេះអមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់មិនមែនជាផែនទីចោលដែលគូសដោយខ្លួនឯងដើម្បីលួចដីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្របន្លត់ភ្លើងជាងអង្គុយបបផ្សែងនិងដើម្បីសេចក្តីសុខនិងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀតរូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះកាលជាង15ឆ្នាំមុនគឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាទឹកដីកម្ពុជាខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃឬទឹកដីឡាវនៅតំបន់នោះបានទេពិតមែនតែពេលនោះខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះរោងនេះបានត្រូវភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុនកម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយក្បួនបែបនេះជាក្បួនដែលពីអតីតនាយករដ្ឋមន្ត្រីថៃអភិសិទ្ធវេចាជីវ៉ាដែលនិយាយមកកាន់ខ្ញុំចំពោះមុខប្រធានាធិបតីឥណ្ឌូនេស៊ីកាលពីឆ្នាំ2011ថាសូមភាគីពីរដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នាខ្ញុំនិយាយទៅកាន់អភិសិទ្ធវិញថាខ្ញុំមិនអាចដកកងទ័ពចេញពីទឹកដីខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌការកើតឡើងនៅមុំ3ចំនួន3ថ្ងៃនេះគឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីកម្ពុជាដោយមេបញ្ជាការថ្នាក់ក្រោមដោយមានការគ្រប់គ្រងពីក្រមជ្រុលនិយមរបស់ថៃផងខ្ញុំសាន់រិនធ្វើសេចក្តីរាយការណ៍